thơm pi trăng dừng vô sạc về nó dừng một pia rồi chấm nong về nó nuôi phần đồ về nó xót từ sạch trăng từ môi này bay về phết nong cái ná cái van dừng nong prey thầm long peไปที่บนโจชน้ำខ្ញុំបានធ្វើដំណើរទៅខាងខេត្តព្រះវិហារដើម្បីស្វែងយល់ពីល្បែងវាយខែលដោយសារល្បែងនេះគេច្រើនលេងនៅក្នុងពិធីបុណ្យចូលឆ្នាំលោកពូមាសឌីជាចាស់ព្រឹទ្ធាចារ្យមួយរូបដែលនៅចេះចាំពីរបៀបធ្វើខែលនិងពីរបៀបប្រកួតកីឡាវាយខែលនេះខែលមានផ្សេងផ្សំច្រើនណាស់មានវិលមុនខែលមានវិលត្រប់ក្បាលមកវាឈឺមកវាឈឺក្បាលវាធ្វើស្រេចហើយមាននឹងវិលវាក្រោយគេយើងធ្វើកុំឲ្យវាដល់ពាក់ដល់កុំឲ្យវាឈឺក្បាលលំពត់យើងទៅពីសឹងបើក្នុងគេហៅលពាក់អានេះគេហៅសឹងសឹងនេះវាវិញណាបាទបដោសឹងបដោយើងធម្មតាគល់វាយើងអបមានរស័យមានត្រាំងអាស្លឹកនេះធៀងវាប៉ុណ្ណេះវាមានត្រាំងแล้วយើងសក់ដល់យកមកធ្វើវ៉ាន់វានេះស្គាល់វិញមានស្បែកគ្រូក៏បានស្បែកគូក៏បានអានេះធ្វើមកពីដើមកណ្ដោលយើងណាបាទដើមកណ្ដោលមានរន់ប្រហោងកណាយើងលងទៅកើតជាស្គាល់ទៅសម្រាប់ឈើយើងអាចប្រើឈើអីក៏បានដែរឬក៏ប្រកាន់ឈើអីណាកណ្ដោលទេប្រកាន់ទេដើមខ្នោអានេះសម្រាប់និយាយរួមមកដើមឈើណាដែលលួតនេះមានឈ្មោះវាពូស្គរហើយស្គរជ្វាហើយប្រើ2មកគូណាគូមុខក្រោយវាបាត់ទាំងអស់មីឈ្មោះមីឈ្មោះវាបាទមានឧបករណ៍អីផ្លុំអីផ្សេងទៀតអត់ពីមុនមកទេមានតែផ្លុំស្លឹកផ្ដើមស្លៃបាទស្លៃដល់មិនចេះធ្វើស្លៃមិនចេះផ្លុំក៏វាមិនចេះធ្វើក៏មិនចេះទាំងផ្លុំអញ្ចឹងជប់ប្រើទៅគេផ្លុំស្លឹកក៏ដូចស្លៃដែរមុននឹងវាយហ្នឹងយើងមានពិធីអីសែនអីអត់ឬក៏មិនមានប្រគំស្គួររួចផ្លុំស្លឹកធ្វើភ្លេងបានចាប់ដើមហាច់ហ្នឹងមិនពូហាច់កាន់ហ្វិតហាច់នេះណាគុណគ្រូវាគុណគ្រូបាទហាច់ហ្នឹងភាសាគួយឬក៏មិនភាសាគួយហ្នឹងហាច់ដូចយើងគុណគ្រូអញ្ចឹងនិយាយទៅបាទគុណគ្រូនេះខណ្ឌការប្រកួតទៅកាលាហាច់រួចគាត់មានអ្នកបៀតយើងវាយហ្វិតខាងលើគឺចាប់ដើមគ្របខើដាក់ធ្លាក់ហ្វិតគឺថាចាញ់គេវិញចុះបើក្នុងករណីវាយស្មើដៃគ្នាហ្នឹងយើងមិនស្មើដៃក៏វាមានអាខ្លះទុនអាខ្លះចំណុចកសោយវាខុសតិចតួចមានគេដាក់ឲ្យចាញ់សំខាន់មើលអាញាកដាលមើលអ្នកណាមានព្រៀបជាងបាទណាមានព្រៀបជាងនៅនោះឆ្នះចឹងបានន័យថាការប្រកួតហ្នឹងមិនមែនថាសំខាន់តតែអ្នកនឹងចាញ់ហ្មងទេសំខាន់មើលទៅរៀងត្រូមបន្តិចបាទត្រូមនេះកម្លាំងអន់ហើយគេគៀសហើយអាវិតល្បែងវាយខែហ្នឹងយើងច្រើនលេងនៅក្នុងកម្មវិធីអីពូបន្ថែមកម្មវិធីទី1ចូលឆ្នាំ2មួយទៀតឲ្យតែគេស្នើមកចេញទៅនោះអត់មានណាមានកម្មវិធីអីដូចតែពួនស័តអីគេមកពីពេញវាគេចង់ឃើញទេគេស្នើអស់ខ្ញុំទៅប្រហែលគូខ្ញុំរៀបកម្លាំងទៅវាយបាទអានេះគឺណាប្រពៃណីខ្មែរទំនៀមទម្លាប់ឲ្យតែស្នើទៅកន្លែងណាដាក់កន្លែងនោះនៅខាងក្រោយនេះគាត់ទិដ្ឋភាពពួកគាត់កំពុងតែសមមុននឹងការប្រកួតចូលដល់គាត់ទៅសមសិនតាំងពីភ្លេងតាំងពីរបៀបកាន់ខែលកាន់ពាត់ហ្នឹងហើយរបៀបក្បាច់វាយគេវាយមិនពួកគាត់សមហ្នឹងវាយរលឆ្នាំខ្ញុំទៅខាងខ្លាវាយរលឆ្នាំនេះផងពុកមាហើយថ្ងៃនេះមកត្រៀមយើងរៀបចំខ្សែរៀបចំអីត្រៀមបាទចាំមានប្រកួតនៅមួយភូមិផ្សេងដែរតភពតមកនេះភូមិទៅប្រកួតខាងណាលងជ្រៃខ្ញុំទៅអ្នកវាយខែលក៏មានប្រាថ្នាប្រទាលបុរាណដើម្បីជួយការពារស្បែកនិងជួយកាត់បន្ថយការឈឺចាប់មុននឹងយើងឡើងប្រកួតយើងត្រូវហូបថ្នាំបើនៅថ្នាំគឺថាមានប្រទាលត្រកសាញទាលគីង្គក់មួយក៏រឹសឈើអ្វីផ្សេងមកផ្សំគ្នាទៅប្រទាលគីង្គក់បានវាយមិនឈឺហើយមិនបែកហើយអាហ្នឹងយើងយកទៅប្រើមកយើងយកទៅបុកលាបឬក៏មិនអីមិនយកទៅបុកជាមួយគ្នាទៅត្រាំនឹងស្រាផឹកសូនដាក់ទឹកដាក់ទឹកខ្មុំហាលថ្ងៃលាបមុននឹងវាយយកមើមវាឬក៏យកមើមមានមើមទៅលោកអាហ្នឹងយើងដាំឬក៏វាដោះខ្លួនវាពូដាំណាលោកគ្រូណាមានមើមមិនកើតឯងទេដាំមានមើមអត់ឃើញឬសាច់មាញ់ហ៎ទូចហួសណាមានមើលមាននេះ
nên mơm cái này អូគេយកមើលវា បាទ យកទៅបុកចឹងទៅ យកទៅអាន វាសិនណាហាលវា ហាន់ថ្ងៃឲ្យស្រួយបុកប្រឡាក់ទឹកឃ្មុំចូលជាគ្រប់លីបវានឹងវាយតែសេកឯនឹងវាយលីបទៅងាកនេះ អូនឹងជួយអត់ឲ្យឈឺដល់ បាទ ចុះបើយើងមានតបៅអីត្រូវដែរវាថាយើងឈឺចុកចាប់អីអត់ត្រូវបានតែវាយណា បាទបានតែវាយមិនឈឺប៉ុណ្ណេះ ហ្នឹងហៅប្រទាលអីហៅ ហៅត្រកសាញអានេះ ត្រោកសាញ វាយមិនបែកស្វិតថាស្វិតបែក ហើយនេះមកយើងបុកលាបលាយជាមួយ លាយវា ដែរ បាទ អត់ លាយ នេះមួយអាគីគក់មិញ បាទ យើងលាយគ្នា ហើយសូនចាក់ទឹកឃ្មុំឲ្យសូនហាលថ្ងៃក៏លីប ហើយ គុំកំមេតគុំកំងអានេះ បាទចាហ្នឹងយើងហូបឥឡូវឬក៏មិន គេវាយលនេះគេហូបលនេះណា អូយើងហូបចាប់ពីពេលហ្នឹងទៅហ៎ បាទ បាទអញ្ចឹងមុនប្រហែលជា 3-4 ម៉ោងអី ពេល ចឹង មក ឲ្យវាជ្រាបណា បាទឲ្យវាជ្រាប ទីគីគក់ អូត្រកសាច់ អត់ត្រកសាញរសជាតិមិនដែរអូនគឺ ហាងដូចម្រេច អូលហានហើយរៀងហាងណាមុនការប្រកួតចូលមកដល់លោកពូមាសឌីបានប្រសិទ្ធពរជ័យដល់សិស្សរបស់គាត់គ្រប់គ្នាល្បែងកីឡាវាយខែលគេធ្វើឡើងនៅក្នុងបរិវេណវត្តសវណ្ណគិរីហៅវត្តឆែបដែលតែងតែធ្វើឡើងក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរល្បែងកីឡាប្រភេទនេះមានប្រភពចេញមកពីបងប្អូនជនជាតិដើមភាគតិចគួយដែលមានលេងនៅតាមខេត្តព្រះវិហារស្ទឹងត្រែងនិងកំពង់ធំនេះជាលើកទី1ហើយដែលខ្ញុំបានមកមើលផ្ទាល់សង្កេតឃើញបងប្អូននៅក្នុងតំបន់នេះចូលរួមយ៉ាងច្រើនកកកនៅលើរេងប្រកួតមានកីឡាករមានអាជ្ញាកណ្ដាលនិងក្រុមភ្លេងពី3នាក់លក្ខខណ្ឌនៃការប្រកួតកីឡាករត្រូវព្យាយាមវាយសម្ភាប់ទៅលើគូប្រកួតឲ្យបានកាន់តែច្រើនកាន់តែល្អនិងឲ្យចំគោលដៅការប្រកួតមិនមានដាក់ពិន្ទុទេគេគ្រាន់តែសន្មតថាបើកីឡាករណាបាក់រំពាត់ឬជ្រុះរំពាត់នឹងត្រូវបញ្ឈប់ឲ្យចាញ់តែក្នុងករណីមួយទៀតបើកីឡាករណារៀងទន់ដៃត្រូវច្រើនក៏គេបញ្ឈប់ឲ្យចាញ់ដែរបើការប្រកួតឈានដល់ចប់ទឹកដែលមានរយៈពេល3នាទីទៅ5នាទីគេសន្មតឲ្យអ្នកដែលមានប្រៀបឈ្នះកីឡាប្រភេទនេះមិនសូវមានអ្នកស្គាល់ទូលំទូលាយទេដោយសារគេលេងនៅតែតាមតំបន់មួយចំនួនដែលមានជនជាតិដើមភាគតិចគួយរស់នៅប៉ុណ្ណោះហើយម្យ៉ាងវិញទៀតដោយសារកង្វះខាតធនធាននិងការផ្សព្វផ្សាយមិនបានទូលំទូលាយជាហេតុធ្វើឲ្យពុំសូវបានជ្រួតជ្រាបដល់មហាជនទូទៅសង្ឃឹមថាតាមរយៈវីដេអូនេះនឹងបានដឹងឮដល់មហាជនទូទៅដើម្បីជួយគាំទ្រកីឡាប្រភេទនេះឲ្យបានបន្តក៏ដូចជាជួយអភិរក្សនៅកេរដំណែលរបស់ជាតិយើងឲ្យបានដល់កូនចៅជំនាន់ក្រោយៗទៀត